Ok, số sẽ đây là ngày ní chụp này cho mùi nâng video thầm mấy. Xem là video ngày ní đáy cứ nhóm mà thôi ca unboxing cho mùi nâng camera thầm mấy bao nhóm cứ DJI Action 6 đây nhóm tâm tài tính hay nhóm upgrade vì Action 5 là xem là video tập bộ ní toàn thôi ca review được coi thế cứ nhóm trang unboxing chốt combo ní ai nào khả mơ sẵn hay mẹ làm thà ri sả bãi khăn mình tén hay rùm phớp món để ra tại dương ban tinh nên là bỏ đầy dương sả lánh hay Merry Christmas này ở khía vừa chất đo Christmas ấy cái tinh cái đồ mèo chun hôm này trả lời dương mà mơ ca unboxing video này ở khía ok là chập đà cắt seal ní sẵn tinh máu toàn nói cái unbox thế cứ chăm unbox cho mùi này là khía để tới chạy lại càng phớp đi cho mùi này là khía làm ngon ok cắt seal hai dương báo bóp là khang không bóp ní miền pi bóp tui tiết chắc là dương mơ gặp bóp thùng rất này thì mơ bóp thùng là chúng đó anh ấy xong say mi accessory viên không nắng của dương tinh set combo trong viên mi accessory trơn trong tục mà lấy sẵn anh ấy bóp tối phải chỉ camera mà tới không nắng hay ok miền anh ấy selfie đòn selfie bỏ vía miền bảo vệ mà mày cả lại xem bây giờ tiền thọt liền hay kéo pi đo trên mà cứ bảo vía cứ tê lọt ăn như này chúng ở trong đầu chắc là dùng một mơ accessory vía sẵn không accessory ní trong miền class chúng ta hay mùi vào là bỏ đây nhóm đó trên màu mình kê ní anh ấy cái chia battery hấp không nắng miền chia power up hay không nắng miền đặt màu 7 của doanh nghiệp store tục trả lời trong hay anh này mơ mới dẫn ok trên đường hàng nóng nắng cho bật tông đấy đầm bay mơ màu vía bởi vì đã bỏ lương chứ ban này tha màu vía ai tha bé cả đà bờ bò cả hóm ban này tha chất đó bờ sen dìa việc pính viên lột bọc hiểu hay bảo ní vì store tục nơi thmo bay khổ xem store tục nơi thmo bay khổ trắng hay nặc này bây giờ thò thấy do màu đặtក្នុងនឹងហើយយើងសារតាម USB Type C នៅកន្លែងនេះ USB Type C ហ្នឹងយកឲ្យសារចូលបានហើយចំណុចពិសេសដែលអ្នកគ្នាពីច្រើនអត់ដឹងគឺយើងអាចសារថ្មចេញមកទូរស័ព្ទរបស់យើងនិយាយទៅយកវាជា power bank ក៏បានដែរហើយនៅពេលដែលអ្នកគ្នាប្រើអត់អស់ថ្មសល់ពេញហើយអ្នកគ្នាគួរតែសារវាចេញកុំឲ្យវាខូចប៉ោងថ្មអីជាដើមអញ្ចឹងសម្រាប់បាក់តេរីនេះមានប៉ុណ្ណឹងមានមើលក្នុងនេះទៀតមានខ្សែ Type C ទៅ Type C អានេះអ្នកគ្នាឲ្យទៅទិញផលិតផល DJI ដឹងតើបានទេ Type C ទៅ Type C នេះទិញមិនថា drone ឬក៏ accessory អីផ្សេងពីច្រើនបាន Type C នេះក្នុងនេះមានអូខេអានេះខ្ចៅ mount ចាំមើលថា mount ជាមួយនឹងclip វាខាងក្រោមនេះ clip ដៃឆក់របស់វាខាងប្រើឆក់ខ្ញុំអត់ដឹងថាបោះfile 3 ប្រើត្រូវជាមួយ silicone នេះទេប៉ុន្តែអានេះលើថាចំណុចពិសេសវាអាច mount ទាំងមុខទាំងក្រោយត្រឡប់បានណាបាទចាស់យើងធ្វើបាននេះអញ្ចឹងឥឡូវយើងបោះនេះទៀតអញ្ចឹងយើងទទួលបានអានេះ1អានេះ2បានclip ឆក់វា2ដែរអញ្ចឹងវាបានមកគូយើងអាចស្រួលក្នុងការ mount អញ្ចឹងបាននេះ2និយាយទៅបានមកគូអញ្ចឹងទុកមកឡៃសិនអានេះមានអានេះ Scott អានេះបិទទុក mount ជាមួយនឹងមួកអីចឹងយើងអាចបិទនៅកន្លែងណាដែលយើងចង់ mount កាមេរ៉ារបស់យើងអញ្ចឹងយើងអាចបិទទៅហើយយើង mount ដាក់ជាមួយនឹង mount របស់វាទៅយើងអាច clip យកមកប្រើភ្លាមហ្មងក្នុងបបមានមួយទៀត sticker អានេះ sticker សម្រាប់ទុកបិទលេងកំសាន្តអីចឹងទៅយើងអាចយកមកបិទបានអស់ហើយសម្រាប់ប្រអប់ធំអញ្ចឹងទៅយើងទៅមើលប្រអប់ទូចមានអីខ្លះអូខេសម្រាប់ប្រអប់ទូចនេះ
នេះបើកមកនេះគេដាក់ Osmo Action 6ចំនួនទី6គេបើកចេញមកវ៉ាវមានអារម្មណ៍ថាទូជាងរូបក្លិនថ្មីឥឡូវយើងឲ្យមើលទាំងអស់គ្នាវ៉ាវស្អាតមែនទែនខ្ញុំយកមកមិនត្រូវបិទ screen វាទៀតដោយសារវាមាន screen ខាងក្រោយហើយនិងខាងមុខហើយអានេះអ្នកខ្លះគេបិទ screen នៅកន្លែង LAN វាប៉ុន្តែសម្រាប់ខ្ញុំប្រហែលជាអត់បិទទេកុំឲ្យខូច quality របស់វាយ៉ាងច្រើនដោះបើសិនឆ្កូឬក៏បែកបាក់អីដោះដូរ LAN វាផងហ្នឹងជំរឿនរបស់ខ្ញុំគឺអញ្ចឹងតែកុំទៅតាមខ្ញុំអានេះកន្លែងចំហៀងខាងគៀននេះឥឡូវគេ update style ថ្មីគេកាច់មកឆ្វេងហើយបានរុញឡើងវាពីរតង់សម្រាប់ខាងក្នុងហ្នឹងមានកញ្ចប់មានកញ្ចប់ថ្នាំសម្រាប់ដាក់ការពារសំណើមចាត់ចេញការពារសំណើមគេដាក់នៅកន្លែងក្នុងថ្មហ្នឹងហើយយើងអាចដាក់ memory នៅខាងក្នុងហ្នឹងបានអូអានេះក៏កັບមកវិញគឺជាប់តែម្ដងហើយអានេះមកមកវាពេលយើងមោនគឺចាប់ជាប់ចឹងអានេះមោនបានសងខាងខុសពីអាចារ្យយើងត្រឡប់វាហើយយើងមោនវាបាននេះហៅមោនអា file ឃើញចាំមើលចាំពេលដែលធ្វើ full review ចាំខ្ញុំនិយាយពេលហ្នឹងថាដាក់បានអត់ចឹងហ្នឹងហើយចាំតាមដានដល់គ្នាហើយអូមិននឹងផ្លេចបកunboxing ដងវាដងនេះក៏មានប្រយោជន៍ដែរណាដើរលេងត្រូវប្រើដងនេះនិយាយទៅដូចអាចាស់អត់មាន update អីថ្មីទេយើងមាន mount ខាងក្រោយហើយនឹងយើងអាច mount ជាមួយនឹង clip វានៅខាងលើនេះបានតែប៉ុណ្ណឹងដូចតាមមុនដែរហើយយើងហូតប្រើធម្មតា1ម៉ែត្រកន្លះឥឡូវខ្ញុំសារដាក់ថ្មហើយនឹងបើកកាមេរ៉ាតេស្តមើលសិនអញ្ចឹងបើកថ្មបើកជាលើកដំបូងចេញហើយអក្សរអង់គ្លេសអូគេឲ្យ scan QR confirm get start នេះគេឲ្យ start មកគាត់តិចអូខេចុច start photo អានេះ mode វាវ៉ាវអានេះដោយសារខ្ញុំបិទអានេះបាត់ហើយវាមើលអត់ទាន់ឃើញអីទេតែឥឡូវខ្ញុំបើកចេញហើយចាំមើលអ្នកគ្នាតាមដានវីដេអូ full review ទាំងអស់គ្នាហើយខ្ញុំយកទៅតេស្តប្រើជាក់ស្ដែងជាមួយនឹងកាមេរ៉ានេះតើមានអ្វីពិសេសខ្លះយើងមកតាមដានវីដេអូក្រោយទាំងអស់គ្នាហើយសម្រាប់វីដេអូនេះខ្ញុំអាប់ដេតអ្នកគ្នាទៅប៉ុណ្្នឹងសិននៅវីដេអូដើរលេងក្រោយៗទៀតយើងនឹងប្រើកាមេរ៉ានេះច្រើនអញ្ចឹងកុំភ្លេចចុច follow ហើយជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ